ល្បីទៀតហើយលោកផាយវណ្ណៈឆ្ងល់រឿងលិខិតដកតំណែងប្រធាន ងបបខេត្តបាត់ដំបងរឿងនាំទុរេនពីថៃគណៈមហាជនសម្ដែងនៅការសាទរនៅថ្ងៃទី14ឧសភាឆ្នាំ2026នេះបើយោងតាមលោកជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោបានលើកឡើងថាសម្ដេចតេជោស្នើឲ្យពិនិត្យដកមន្ត្រីកម្មគងត្រូលដែលកុហករឿងទុរេននាំចូលដើម្បីជាសារព្រមានមន្ត្រីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើនឹងប្រជាជនបន្ថែមពីនឹងទៀតសម្ដេចតេជោបានមានប្រសាសន៍ទៀតថាសម្ដេចនឹងសួរនាំរឿងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃសម្ដេចតេជោបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកបបខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាមហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូចគណៈជនខិលខូចបានសារភាពថាបាននាំចូលពីប្រទេសថៃប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេខ្ញុំក៏មិនទាន់អស់ចិត្តដែរត្រឹមមន្ត្រីរូបនឹងបានមានវិធានការហើយឬនៅនេះជាការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនសម្ដេចតេជោបានបញ្ជាក់បន្ថែមទៀតថាបញ្ហាមិនមែនជារឿងពហិការនោះទេតែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋសម្រាប់មន្ត្រីបែបនេះសម្ដេចតេជោបានបញ្ជាក់ថាមិនគួរចាត់វិធានការត្រឹមអនុវត្តវិន័យរបស់មន្ត្រីនោះទេគួរចាត់វិធានការតាមផ្លូវច្បាប់ដើម្បីព្រមានមន្ត្រីខិលខូចដែលមិនគួរកើតមានក្រៅពីសម្ដេចតេជោមានប្រសាសន៍ខាងលើរួចមកទីបំផុតក្រសួងពាណិជ្ជកម្មបានធ្វើការបង្ហោះនៅលិខិតបង្គាប់ការមួយភ្លាមផងដែរដែលពាក់ព័ន្ធជាមួយនឹងការដកតំណែងលោកកឹមចុះនៅថ្ងៃទី6ខែឧសភាឆ្នាំ2000ចុះនៅថ្ងៃទី6ខែឧសភាឆ្នាំ2000ដែលជាប្រធានសាខាគយចំពោះការដកតំណែងប្រធានកបបខេត្តបាត់ដំបងនេះលោកផាយវណ្ណៈហាក់មានមន្ទិលសង្ស័យជាច្រើនដោយបានបង្ហោះលើសំណេរ Facebook របស់លោកដែលមានខ្លឹមសារបែបនេះថាលិខិតបង្គាប់ការដកលោកកឹមប្រុសប្រធានសាខាកបបខេត្តបាត់ដំបងតាំងពីថ្ងៃទី6ខែឧសភាឆ្នាំ2026តែលិខិតនេះត្រូវបានលាក់បាំងមិនឲ្យផ្សព្វផ្សាយឲ្យសារព័ត៌មានដឹងនោះទេរហូតដល់តែសម្ដេចតេជោសួរនាំទើបយល់ព្រមបញ្ចេញលិខិតបង្គាប់ការនេះលោកផៃវណ្ណៈបានបន្តទៀតថាតាមពិតទៅលិខិតបង្គាប់ការដកប្រធានសាខាកបបខេត្តបាត់ដំបងប្រៀបបានជាទឹកអម្រឹតដ៏ត្រជាក់អាចចាក់ស្រោចលើកម្ដៅបេះដូងមហាជនឲ្យត្រជាក់វិញបានបើបញ្ចេញលិខិតនេះជាសាធារណៈការលាក់បាំងអំពីចំណាត់ការនេះបានធ្វើឲ្យមហាជនសង្ស័យថាចាត់ការស្ងាត់ត្រឡប់មកវិញលោកផៃវណ្ណៈបានបន្តទៀតថានេះជាមេរៀនថ្មីមួយទៀតសម្រាប់ឯកឧត្តមលោកជំទាវជាប្រធានអង្គភិបឬប្រធានស្ថាប័នថាតើលាក់បាំងចំណាត់ការចំពោះមន្ត្រីអសកម្មចំណេញឬខាតក្នុងជួរសមតិសាធារណៈតែទោះបីជាយ៉ាងណាក៏ដោយមហាជនសម្ដែងនៅការសាទរចំពោះការដកតំណែងប្រធានកបបខេត្តបាត់ដំបង